ngày ní cứ chừng ngày tí sai sâm bún nên đầm nặng trong ca pran chỉ là 60 từ càng chất sấp rồi bỏ nhom nó ngày nào cái này là dương đo ngày tí sai sâm bún ấy mà lộ mà ngày tí đấy hai ngày ní đấy cứ nhom lên trốn hay lên này cõi nè cái này hai ngày ní cứ nhom chập đam màu chỉ mùi nâng các bạch mày mới tiết đại nhom ọt nghe đai lên vì muốn mà tới cứ ở khe bỏ che fly quay được bốn cái nhom lấy ní cứ target thủ ngang khóm nè cái này ấy một là hai để nhom mà sơ bàn lên các bạn ní từ xa ở nhom smile nhung lên ở là lên các bạn nâng smile nhung vì tay đầu việc sơ si khi mùi các bạn nâng là việc lên tới vì cho là smile nè kìa mau bị form nhung kho nhưng mà sơ đăng bị form các bạn nâng phòng nhưng tới ở tờ bốn cái nhung lên mùi nâng kẹp bỏ che flight target khang khom lower chest nhung lên tung buồn thèm set để chỉ 4 set hay rap hai tung đập pi đập bay ấy nó nè kìaต่อมาទៀតខ្ញុំក៏លេងក្បាច់នឹងដដែលតែខ្ញុំតម្លាក់អាកន្លែងខ្សែហ្នឹងមកខាងក្រោមវិញបន្ទាប់មកខ្ញុំទីឡើងលើដើម្បី target ធុងខាងលើយើងអ្នកគ្នាហើយសម្រាប់ក្បាច់នេះគឺខ្ញុំអត់សូវស្ទាត់ទេអ្នកគ្នាចឹងទៅ form របស់ខ្ញុំគឺដឹងតែខុសហើយព្រោះខ្ញុំអត់សូវជឿចិត្តលេងក្បាច់ហ្នឹងទេតែលេងគឺអត់សូវចូលទ្រូងទេvìច្រើនវាចូលទៅស្មាចឹងទៅគឺខ្ញុំអត់សូវជឿចិត្តលេងហើយ form របស់ខ្ញុំក៏វានេះទៅតាមហ្នឹងទេអ្នកគ្នាហើយនៅវីដេអូដែលខ្ញុំនិយាយថាអ្នកគ្នាសួរអីអាចសួរខ្ញុំបានឬក៏ចង់ខ្ញុំនិយាយពីអីអ្នកគ្នាឃើញអ្នកគ្នាសួរពីអាហារពីរបបអាហារខ្ញុំញ៉ាំអីខ្លះអញ្ចឹងឥឡូវខ្ញុំប្រាប់អ្នកគ្នាពីអាហារមួយចំនួនដែលខ្ញុំញ៉ាំធ្វើខ្ញុំឡើងគីឡូហើយដែលសម្បូរកាឡូរីហើយសម្បូរប្រូតេអ៊ីនអាហារទី1ហ្មងគឺអ្នកគ្នាអត់គួររំលងទេគឺផ្លែចេកគឺសំខាន់មែនតើវាសម្បូរកាឡូរីច្រើនហើយនំប៉័ងបើអ្នកគ្នាអាចទិញ peanut butter បានអ្នកគ្នាទិញ peanut butter ទៅចង់ទៅអ្នកគ្នាញ៉ាំសណ្តែកដីក៏បានដែរគាត់ធុញជាតិយើងហ្នឹងហើយពងហើយទ្រូងមាន់ហើយសាច់ផ្សេងអ្នកគ្នាហើយកុំភ្លេចញ៉ាំបន្លែញ៉ាំអីផងនិយាយទៅអាហារទាំងអស់ហ្នឹងជាពិសេសអាហារកាប៉ិកប៉ុកដូចជាចេកនំប៉័ងពងអាហារដែលយើងមើលរំលងតែពិតពួកអាហារដែលយើងមើលរំលងណាហ្នឹងសិតសម្បូរកាឡូរីខ្លាំងណាអ្នកគ្នាបើសិនអ្នកគ្នាឡើងគីឡូតែបើសិនអ្នកគ្នាសម្បកគីឡូជៀសវាងអាហារដែលមានកាឡូរីច្រើនតិចអ្នកគ្នាញ៉ាំតែអាហារណាដែលមានប្រូតេអ៊ីនច្រើនបានហើយដូចជាពពួកទ្រូងមាន់ឬក៏សាច់ជ្រូកអីផ្សេងនោះអ្នកគ្នាហើយកុំសូវជៀនពេកអ្នកគ្នាគួរតែស្ងោរអីទៅបើសិនអ្នកគ្នាហាត់សម្បកគីឡូតែខ្ញុំហាត់តឡើងគីឡូអញ្ចឹងខ្ញុំជៀនខ្ញុំកំពងអីហ្នឹងដើម្បីបានកាឡូរីខ្ពស់ហើយបន្ទាប់ពីខ្ញុំចាប់ទ្រូងខ្ញុំក៏មកលេងដៃក្រោយអ្នកគ្នាក្បាច់មិញហ្នឹងប្រហែលអ្នកគ្នាស្គាល់ហើយគឺ tricep extension ក្បាច់ហ្នឹងយឺខ្ញុំអាសាលេងដែរហើយបន្តមកទៀតគឺខ្ញុំយកចូលមកក្បាច់មួយទៀតគឺ overhead cable tricep extension អ្នកគ្នាក្បាច់នេះគឺខ្ញុំអាសាលេងដូចគ្នាជាក្បាច់មួយដែលខ្ញុំចូលចិត្តបំផុតហើយការហាងថ្ងៃហ្នឹងគឺមានប៉ុណ្្នឹងអ្នកគ្នានិយាយទៅគឺលេងទ្រូង3ក្បាច់ហើយលេងដៃក្រោយ2ក្បាច់តែប៉ុណ្្នឹងអ្នកគ្នាគឺខ្ញុំអត់សូវលេងច្រើនហ្មងច្រើនក្បាច់ទេគ្រាន់តែមួយក្បាច់ខ្ញុំលេងរបៀបវាច្រើន set ណាអ្នកគ្នាហើយបន្ទាប់ពីចាប់យើងក៏មើលរៀងយើងតិចទៅព្រោះអីហាត់ដល់ថ្ងៃទី49ហើយគឺជិតដល់ថ្ងៃទី60មែនតើហើយអ្នកគ្នាចាំមើលថ្ងៃទី60ហើយខ្ញុំនឹងថ្លឹងគីឡូហើយចាំមើលដល់គ្នាថាថ្ងៃទី60ហ្នឹងគឺខ្ញុំអាចយកគីឡូ70ដែលជាគីឡូដែលខ្ញុំចង់ទៅដល់ហ្នឹងបានអត់ទៅសម្រាប់បងប្អូនដែលត្រូវការជាមួយនឹងកង់សម្រាប់ហាត់គុណខ្មែរឬក៏សម្រាប់ហាត់ប្រាល់អីហ្នឹងអាចមើលជាមួយនឹងកង់ទាំង4ប្រភេទដែលខ្ញុំយកមកនេះបានតម្លៃគឺចាប់ពី$10ឡើងទៅអ្នកគ្នាហើយធានាជាមួយនឹងគុណភាពជាមួយនឹងសាច់កង់ហើយនឹងភាពធន់ជូនព្រោះអីកង់ទាំងអស់នេះសិតតែខ្ញុំបានតេស្តផ្ទាល់មុននឹងខ្ញុំយកមកលក់ជូនអ្នកនរគ្នាបើសិនជាត្រូវការអ្នកគ្នាអាចតាក់ទងមកកាន់ Telegram ខ្ញុំបានឬក៏តាក់ទងទៅកាន់ La Major Shop ក៏បានដែរ